រឿងនិស័យស្នេហ៍សមុទ្រទឹកភ្នែកភាគទី3មួយសន្ទុះក្រោយមកផាំងសំឡេងទ្វារបន្ទប់លាន់ឡើងធ្វើឲ្យអ្នកនៅខាងក្នុងទាំងអស់រហ័សងាកទៅមើលនិងឱនក្បាលគោរពអាត្រេដើរចូលទៅយ៉ាងសង្ហាជាមួយទឹកមុខមាំគួរឲ្យខ្លាចធ្វើឲ្យអ្នកដែលសម្រាកនៅលើគ្រែចាប់ផ្ដើមបង្ហាញអាការៈស្លន់ស្លោភ័យផងចំពោះវត្តមានរបស់បុរសម្នាក់នេះសូមអង្វរទុកជីវិតឲ្យខ្ញុំផងខ្ញុំគ្មានចេតនាទេទោះបីជាបុរសម្នាក់នោះអង្វរក៏យ៉ាងណាក៏ដោយជំរឿសមានតែសេចក្តីស្លាប់ប៉ុណ្ណោះទើបអាចបំបិតគ្រប់យ៉ាងបានចិត្តល្អទោះបីជាគេមានចេតនាឬក៏គ្មានចេតនាក៏ដោយក៏បុរសម្នាក់នេះត្រូវតែស្លាប់ព្រោះគេបានឃើញហេតុការណ៍នៅថ្ងៃនោះដូច្នេះរឿងនេះត្រូវទុកជាអាថ៌កំបាំងភ្លាមនោះកូនចៅចំណិតរបស់អាត្រេក៏បានចូលទៅសន្សំដោយក្នុងដៃមានកាន់នៅកាំបិតដ៏មុតស្រួចធ្វើឲ្យអ្នកដែលត្រូវគេចាប់ក្រីកជាប់បើកភ្នែកឡើងធំព្យាយាមរើបអំរះទាំងត្រដោបុកពូស្រើតតែក៏អរគុណព្រះភ្លាមនោះទ្វារបន្ទប់ក៏បន្លឺឡើងសារជាថ្មីក្រែបសំឡេងទ្វារធ្វើឲ្យអ្នកដែលមានពិរុទ្ធហើយនៅមានគម្រោងការមុននេះត្រូវបង្អាក់ទុកមួយឡែកសិនចំណែកឯមនុស្សចំណិតរបស់អាត្រេក៏រហ័សយកកាំបិតនោះទុកវិញស្របពេលដែលអ្នកគ្រូពេទ្យរ៉ូស៊ីតាបានបើកទ្វារចូលមករៀងក្រានដែលបានឃើញថាគឺជានាងគេក៏រក្សាទឹកមុខនឹងណោដែលប្រើក្រសែភ្នែកហាមកូនចៅមិនឲ្យធ្វើផ្ដេសផ្ដាស់ខណៈពេលដែលរៀងតូចដើរចូលទៅក្រែរបស់អ្នកជំងឺនាងក៏ត្រូវមកលាងរបួសឲ្យបងប្រុសនាងត្រូវជាមនុស្សដែលគេចង់សម្លាប់ពួកលោកគឺជាម្ចាស់បំណុលរបស់គាត់មែនទេស៊ីតារត់ចូលទៅដើម្បីការពារបងប្រុសនាងចេញមកនិយាយព្រោះនាងគិតច្បាស់ថាច្បាស់ជាម្ចាស់បំណុលដែលមកទារប្រាក់បងនាងជាមិនខានព្រោះបងប្រុសរបស់នាងរាល់ថ្ងៃធ្វើខ្លួនឲ្យប្រយោជន៍ខ្លាំងណាស់ដើរគិតតែលេងល្បែងជំពាក់បំណុលឡើងជុំទិសលើសម្ដីរបស់អ្នកគ្រូពេទ្យហើយដៃស្ដាំរបស់អាត្រេក៏ងាកទៅសម្លឹងមើលចៅឯងព្រោះចាំដឹងថាគាត់ចង់ឲ្យធ្វើអ្វីបន្ទាប់ទៀតថ្ងៃនេះបើមិនបានប្រាក់ត្រឡប់ទៅវិញទេពួកយើងនឹងអុកឡុកមន្ទីរពេទ្យនេះកូនចៅរបស់អាត្រេក៏សម្ដែងធ្វើជាអ្នកទីប្រាក់ពួកលោកគិតថាមន្ទីរពេទ្យជាកន្លែងអ្វីជាកន្លែងឲ្យពួកលោកមកអុកឡុកតាមចិត្តមែនទេបើចង់ដឹងក៏សាក់មើលទៅនាងល្អិតធ្វើជានិយាយដូចជាមុំតមខ្លាំងណាស់អញ្ចឹងទាំងដែលក្នុងចិត្តនាងភ័យស្ទើរស្លាប់ទៅហើយតែក៏មិនដឹងថាត្រូវដោះស្រាយបែបណាដែរព្រោះគ្មានប្រាក់ឲ្យគេចំណែកឯបងប្រុសក៏ត្រឹមតែនៅស្ងៀមភ័យចង់លេចនំទៅហើយកាយមកឃើញនាងក្លាហានថែមទាំងជាមនុស្សដែលគួរឲ្យចាប់អារម្មណ៍ស្រាប់ទៀតផងនោះគេក៏សង្កេតឃើញថានាងញ័រជើងឡើងទៅទឹកទៅហើយទើបធ្វើឲ្យអ្នកកំឡោះញញឹមចុងមាត់ពេញចិត្តនឹងភាពក្លាហានរបស់នាងគេចូលចិត្តគួរឲ្យចាប់អារម្មណ៍ហើយគម្រោងការថ្ងៃនេះក៏ត្រូវរលាយតែក៏មិនជាបញ្ហាព្រោះគេដឹងថានាងនឹងមនុស្សដែលគេចង់សម្លាប់ត្រូវជាអ្វីនឹងគ្នាស៊ីតាក្រោយបណ្ដេញពួកម្ចាស់បំណុលទាំងអស់នោះចេញទៅអស់ហើយនាងក៏ធូរទ្រង់ឯខ្សែមុននេះសឹងតែមិនហ៊ានដកដង្ហើមព្រោះភ័យសឹងតែស្លាប់ទៅហើយចំណែកឯបេះដូងរបស់នាងស្ទើរតែជាប់គាំងព្រោះតែមិញនេះបើពួកគេមិនចេញទៅទេនាងក៏មិនដឹងថានឹងមានរឿងអ្វីកើតឡើងដែរតែក៏អរគុណព្រះជាម្ចាស់ដែរដែលពួកនោះចេញទៅដល់នាងងាយថ្ងៃក្រោយខ្ញុំនឹងមិនជួយបងទៀតទេប្រកាសជាបណ្ដោយតាមកម្មពីរបស់គាត់ហើយពេលល្ងាចចូលមកដល់អាត្រេត្រឡប់មកផ្ទះវិញគេបញ្ញាប់រួចរាល់ទៅទាញយកខោអាវដែលគេពាក់កាលពីម្សិលមិញនៅក្នុងកន្ត្រកមកមើលហើយក៏ពិតដូចជាអ្វីដែលគេគិតពិតមែនមុននេះនៅក្នុងឡានគេគិតមករហូតដល់គេអាចចាប់ថ្នាក់បានមនុស្សស្រីម្នាក់នេះគឺជាមនុស្សស្រីតែម្នាក់ដែលបានដើរបុកគេកាលពីថ្ងៃមុននៅក្នុងបារនោះអញ្ចឹងទេតាបានជាមុខមាត់របស់នាងប្រហែលកម្ពស់ក៏ដូចគ្នាទាំងអស់គ្រាន់តែមួយស្បែកខ្មៅហើយមួយស្បែកសគឺមកពីនាងប្រាលេខបញ្ឆោតអាវរបស់គេយប់នោះគឺពណ៌សងាយនឹងជាប់ស្នាមណាស់អ្នកគ្រូពេទ្យរៀងក្រាស់ស្រាប់តែមានស្នាមញញឹមខិលកំហួចមួយរំពេចតាមពិតពួកគេជួបគ្នាព្រោះនិស័យសោះចាំមើលតើអូនឯងរត់ចេញពីកណ្ដាប់ដៃបងដោយរបៀបណារ៉ូស៊ីតាអាត្រេគិតបន្លឺនៅក្នុងចិត្តយប់នេះនៅក្នុងបារម្ដងទៀតអាត្រេចោលអាវទៅក្នុងកន្ត្រកវិញទាញបារីសុខភាពយកមកអង្គុយជក់បងឲ្យនៅលើសាឡុងតុននៅក្នុងបន្ទប់យ៉ាងស្ងប់ស្ងាត់តែម្នាក់ឯងសម្លឹងទៅមើលទិដ្ឋភាពនៅខាងក្រៅអគារទាំងស្ងប់ស្ងាត់ទោះតែជក់បារីអស់មួយដើមទើបអ្នកកំឡោះចូលទៅបន្ទប់ទឹកដើម្បីងូតទឹកសម្អាតរាងកាយនៅបារនាពេលរាត្រីក្រឡេកមកមើលកន្លែងកំសាន្តដែលមានមនុស្សអ៊ូអរឯនេះវិញសភាពនៅក្នុងបារពេលនេះគឺមានភាពមមាញឹកណាស់មនុស្សច្រើនទៅអ្នកបម្រើលើកែវស្រាគិតតែលើកែវស្រាជាហូរហែបន្ទាប់មនុស្សគ្រប់ស្រទាប់វណ្ណៈទាំងអស់ចូលមកផឹកស៊ីជួបជុំសប្បាយរីករាយជាមួយគ្នាដើម្បីរំសាយអារម្មណ៍រាល់ទុក្ខកង្វល់ទាំងអស់សំឡេងភ្លេងកំដរបរិយាកាសនៅក្នុងនេះឮឡើងបន្ថើចិត្តបូករួមនឹងពន្លឺភ្លើងចម្រុះពណ៌ញាក់ឥតឈប់ឈរកាន់តែធ្វើឲ្យទីនេះមានភាពរស់រវើកស៊ីតាបានមកដល់កន្លែងធ្វើការងារពេលរាត្រីរបស់នាងទាំងតក់ក្រហល់នាងទាញទូរស័ព្ទពីកាបូបដៃមកមើលឃើញថាហួសម៉ោងនាងច្រៀងបាត់ទៅហើយគឺនាងមកខកបន្តិចព្រោះតែថ្ងៃនេះនាងជាប់រវល់ធ្វើកិច្ចការសាលាខ្លះតែក៏សាកចូលទៅសួរមេការឡមើលសិនក្រែងអាចច្រៀងបានដើម្បីកុំឲ្យខាតជើងដែលខំជិះតាក់ស៊ីមកនាងក្រមុំប្រញាប់ដើររួចរះចូលទៅខាងក្នុងស្របពេលដែលម្ចាស់បំណុលរបស់បងប្រុសក៏កំពុងតែរងចាំវត្តមានរបស់នាងនៅខាងក្នុងដូចគ្នា
អាត្រេអង្គុយផឹកស្រាទាំងចិត្តក្តៅក្រហល់ក្រហាយគេខឹងអង្គុយរងចាំនាងជាយូរម៉ោងមកហើយនៅតែមិនឃើញនាងមិនទាន់មកដល់ទៀតគេពិតជាក្តៅចិត្តណាស់តើនាងជាស្អីដែលហ៊ានឲ្យគេមកអង្គុយរងចាំយូរបែបនេះអារម្មណ៍គេពិតជាក្តៅឆេវឆាវណាស់ពេលនេះអាត្រេទាំងអន្ទះសារទាំងខឹងពេកគិតថានាងត្រឹមជាស្រីធ្វើការនៅក្នុងបារគ្មានតម្លៃម្នាក់សោះបែរជាហ៊ានប្រមាថមើលងាយពេលវេលាដ៏មានតម្លៃរបស់គេរៀងក្រាស់បានសម្លឹងទៅមើលរូបថតមួយសន្លឹកនៅក្នុងដៃដែលគ្មានរូបអ្នកណាក្រៅពីរូបរបស់អ្នកគ្រូពេទ្យស៊ីតាឡើយអ្វីក៏ដោយឲ្យតែគេចង់បានគឺត្រូវតែបានអាត្រេបានចាក់ចេញពីបារវិញទាំងអារម្មណ៍ខឹងនឹងនាងព្រោះតែនាងមិនមកនេះគេចាត់ទុកថាជាការងើបមើងងាយមួយទាំងដែលអ្នកម្ខាងទៀតមិនបានដឹងអ្វីសោះចំណែកឯរៀងតូចវិញថ្ងៃនេះមិនបានទាំងឡើងជើងហើយត្រូវជិះតាក់ស៊ីខាត់ទាំងពេលវេលាខាត់ទាំងលុយនាងពិតជាសែនណាស់លោកប្រុសស្អែកឡើងម៉ាក់ខ្ញុំទៅធ្វើការសិនហើយរៀងតូចនិយាយទៅកាន់ម្ដាយនិងប្រញាប់ទាញកាបូបចេញទៅមិននៅញ៉ាំអាហារពេលព្រឹកសិនទេកូនគាត់ឃើញនាងចុះមកទាំងមិនទាន់បានញ៉ាំអ្វីនៅពេលព្រឹកក៏ប្រញាប់ម្ល៉េះព្រឹកនេះខ្ញុំមានការបន្តណាស់ម៉ាក់អញ្ចឹងខ្ញុំទៅសិនហើយទៅចាស់ចឹងតែកុំភ្លេចរកអីញ៉ាំផងណាកូនគិតពីសុខភាពខ្លួនឯងផងចាំម៉ាក់ខ្ញុំដឹងហើយខ្ញុំស្រឡាញ់ម៉ាក់ណាស់ស្រឡាញ់ម៉ាក់បំផុតនាងតូចដើរចេញមកខាងក្រៅផ្ទះដើម្បីឈរចាំតាក់ស៊ីជិះទៅកន្លែងធ្វើការតាមធម្មតាតែសកម្មភាពនាងត្រូវបាននរណាម្នាក់ឃ្លាំមើលពីចម្ងាយជាសម្ងាត់ហើយពេលនេះជីវិតឯកជនរបស់នាងក៏ត្រូវគេបំពានមន្ទីរពេទ្យក្រុងខ្វាងជូវចូលមកដល់មន្ទីរពេទ្យថ្ងៃនេះនាងមានអារម្មណ៍ថាចម្លែកគ្រប់គ្នាហាក់សម្លឹងមើលនាងច្រើនតែថ្ងៃនេះនាងរៀបចំខ្លួនខុសប្រក្រតីត្រង់ណាមែនទេហើយតើមានរងអ្វីកើតឡើងនៅក្នុងមន្ទីរពេទ្យថ្ងៃនេះបានជាគ្រប់គ្នាដូចជាភ្ញាក់ផ្អើលខ្លាំងម្ល៉េះនាងឆ្ងល់ពិតមែនតើស៊ីតាដៃកាន់សាមីដើរចូលទៅទាំងមិនដឹងរឿងមនុស្សជុំខណៈពេលនោះស៊ីតាក៏បានឃើញមិត្តមកដល់ល្មមនាងក៏ប្រញាប់រុះរាន់ស៊ីតាឆាប់មកនេះមកទឹកមុខនាងដូចជាសប្បាយចិត្តខ្លាំងដល់ហើយមើលទៅកាន់តែធ្វើឲ្យនាងល្អិតនេះឆ្ងល់ថែមទៀតស៊ីតាដើរចូលទៅទាំងមិនដឹងខ្យល់អ្វីគឺមានមនុស្សផ្ញើផ្កានិងតុក្កតាមកឲ្យឯងណានេះឆាប់មើលទៅនៅក្នុងសម្បត្តិនោះបានសរសេរថាជូនចំពោះអ្នកគ្រូពេទ្យស៊ីតាអរគុណសម្រាប់ការជួយលាងរបួសថ្ងៃមុននេះជាណូតដែលគេបានផ្ញើមកជាមួយនឹងផ្កាផែនអូនីមួយបាច់ធំនាងឈរគិតតាជាអ្នកណាពិតជាមានចម្ងល់ជាមួយនឹងម្ចាស់បាច់ផ្កានេះណាជាអ្នកណាទៅនោះនាងចង់ដឹងហើយនេះជាលើកទី1ហើយដែលមានគេផ្ញើផ្កាមកឲ្យនាងបែបនេះនាងតូចព្រមទទួលយកផ្កាទៅទុកទាំងមិនទៅក្នុងចិត្តនាងរកគិតមិនចេញសោះថាជាអ្នកណាព្រោះរាល់ថ្ងៃមានអ្នកជំងឺច្រើនមិនដឹងថាអ្នកណាតែក៏អរគុណនៅទឹកចិត្តជាច្រើនថ្ងៃបានកន្លងផុតទៅបាត់ផ្កានៅតែបន្តបញ្ជូនមកមន្ទីរពេទ្យជារៀងរាល់ព្រឹកជាហូរហែដោយមិនដឹងថាជារបស់អ្នកណាផ្ញើមកកាន់នាងឡើយស៊ីតាដកណូតមើលដែលភ្ជាប់មកជាមួយនឹងថ្ងៃនេះមិនខ្វល់ថាអ្នកគ្រូពេទ្យចូលចិត្តឬអត់ទេសំខាន់គឺខ្ញុំចង់ផ្ញើឲ្យ because I love you អាណូតនឹងហើយនាងខឹងយកតែមែនតើអ្នកដែលផ្ញើមកនេះច្បាស់ជាពួកមនុស្សរោគចិត្តច្បាស់ណាស់ដំបងគិតថាមិនអីតែយូរទៅដោយពួករោគចិត្តខ្លាំងមែនតើទង្វើនេះពិតជារំខានអារម្មណ៍នាងណាស់ខឹងពេកនាងក៏ចាប់បាច់ផ្កានោះទៅធុងសម្រាមខ្ទេចអស់ហើយសកម្មភាពនេះក៏បានធ្វើឲ្យម្ចាស់បាច់ផ្កាដែលកំពុងតែនៅលើរថយន្តមានស្នាមញញឹមកែមាត់បានឃើញហើយខឹងគេបែរជារីករាយបានឃើញនាងខឹងគេបែរជារីករាយចៅហើយមើលទៅអ្នកនាងខឹងហើយទៀតយើងឃើញហើយចៅហើយនៅចង់ផ្ញើបាច់ផ្កាឲ្យនាងដល់ពេលណាទៀតមានអីខុសបើយើងគ្រាន់តែផ្ញើផ្កាឲ្យមនុស្សដែលយើងស្រឡាញ់រាល់ថ្ងៃអូបាទទៀតមនុស្សកំហូចនៅតែមានទឹកមុខខើខូចជាប់លើផ្ទៃមុខជានិច្ចអាត្រេដើរយ៉ាងសង្ហាចូលទៅក្នុងមន្ទីរពេទ្យណាត់ជួបជាមួយនឹងប្រធានមន្ទីរពេទ្យហើយគេក៏ដើរចេញមកវិញដោយសេរីដោយគ្មានអ្នកណាហាមឃាត់ព្រោះគេប្រើអំណាចរបស់គេដើម្បីគ្រប់គ្រងមន្ទីរពេទ្យនេះធ្វើបែបនេះគេក៏អាចគ្រប់គ្រងនាងបានដូចគ្នាលុះដឹងថាកន្លែងរឿងទៅធ្វើការនៅម្ដុំនេះហើយគេក៏ចូលទៅលេងជាមួយនាងមៀវមានសម្លេងឆ្មានាងតូចស្ដាងដែលកំពុងតែស្ថិតនៅក្នុងបន្ទប់ដាក់ថ្នាំតែម្នាក់ឯងភ្លាមនោះនាងក៏ឮសម្លេងឆ្មាចម្លែកព្រោះតែឆ្ងល់នាងក៏បានដើរចេញមកខាងក្រៅដើម្បីពិនិត្យនោះមៀវឆ្មាមកពីណាចានាងចេះតែសម្លឹងរកមើលតែក៏ដូចជាមិនឃើញនាងក៏ធ្វើសម្លេងឆ្មាតបវិញដើម្បីឲ្យសត្វឆ្មានោះឆាប់ចេញមកមៀវនាងមិនដឹងថាត្រូវធ្វើបែបណាទេហើយឆ្មានោះក៏មិនដឹងថាចេញមកមែនឬក៏អត់មៀវអាត្រេចូលទៅអោបចង្កេះនាងក្រមុំពីក្រោយជាប់ធ្វើឲ្យនាងទាត់ភ័យឡើងញ័រសាច់រហ័សងាកមើលទាំងបើកភ្នែកធំឡើងប៉ាន់ពងមាន់ក្នុងទ្រូងក៏ញ័ររន្ធត់មិនស្ទើរលោកជាអ្នកណាហេតុអីក៏មកឲ្យខ្ញុំបែបនេះលេងណាមិននិយាយច្រើនរឿងក្រាស់ចាប់លើក3នាងចូលទៅក្នុងបន្ទប់ដាក់ថ្នាំវិញព្រមទាំងបិទទ្វារផាំងលោកជាអ្នកណាជួយផងនាងភ័យណាស់ក៏ស្រែកកុំស្រែកគេយកដៃបិទមាត់របស់នាងហើយដៃមកខាងទៀតក៏ចាប់អោបចង្កេះរបស់នាងទាញឲ្យមកអឹបនឹងដងខ្លួនរបស់គេ
នាងតូចភ័យណាស់ភ័យរហូតដល់ទឹកភ្នែកហូរចុះកុំស្រែកខ្ញុំសន្យាថាមិនធ្វើអីនាងទេគេនិយាយពិតមែនគ្រាន់តែចង់ជួបតែប៉ុណ្ណោះស៊ីតាញ័រខ្លួនតែត្រឹតដូចជាកូនសត្វទ្រង់មានសាច់ក៏ផើតផតមិនឈប់ខណៈពេលដែលអ្នកទាំងពីរកំពុងតែប្រសពកែវភ្នែកគ្នាហើយអាត្រេក៏ប្រឹងប្រែងដៃចេញពីមាត់នាងយឺតនោះគឺជាលោកវិញទេដែលជាអ្នកផ្ញើបាច់ផ្កាមករំខានខ្ញុំនោះត្រូវហើយគឺខ្ញុំជាអ្នកផ្ញើបាច់ផ្កាឲ្យអ្នកគ្រូពេទ្យប៉ុន្តែខ្ញុំមកទីនេះមានអ្វីម្យ៉ាងឲ្យអ្នកគ្រូពេទ្យមើលភ្លាមនោះអាត្រេក៏បើកវីដេអូនៅក្នុងទូរស័ព្ទដៃរបស់គេឲ្យនាងមើលហើយវីដេអូនោះពិតជាធ្វើឲ្យស៊ីតាមានការតក់ស្លុតជាខ្លាំងលោកចង់ធ្វើឆ្កួតស្អីគឺបងប្រុសរបស់នាងត្រូវគេចាប់វាយនិងធ្វើបាបនេះគេចង់គំរាមមែនទេអូនៅមានមួយទៀតជាវីដេអូរបស់កូនចៅគេដែលស្នាក់នៅក្នុងផ្ទះរបស់នាងទាំងអស់វាហាក់ដូចជ្រុលហួសហេតុពេកហើយលោកកុំធ្វើបំបាក់របស់ខ្ញុំអីបំណុលតែប្រហែលខ្ញុំសន្យាថានឹងសងជំនួសបងប្រុសរបស់ខ្ញុំទាំងអស់នាងខ្លាចណាស់ថាម្ដាយនឹងមានគ្រោះថ្នាក់ខ្ញុំមិនត្រូវការអ្វីទាំងអស់ពេលនេះខ្ញុំត្រូវការតែនាងម្នាក់គត់រស់ស៊ីតាតែមុំចាប់អូសនៅលើផ្ទៃមុខស្អាតមកខៃសារហ័សឲ្យនាងតូចងាកមកចិនព្រោះមិនចង់ឲ្យគេប៉ះពាល់អាត្រេឲ្យមុខចុះទៅចន្លោះកស្រង់ស្រូបក្លិនក្រអូបប្រហែលចេញពីខ្លួននាងកាន់តែធ្វើឲ្យបេះដូងគេញ័រកាន់ត្រាក់មុននេះមកអាត្រេចាប់អូសដៃនាងតូចចេញពីមន្ទីរពេទ្យដើរទាំងបង្ខំនិងរុញនាងចុះទៅក្នុងឡានរបស់គេមុននឹងបិទទ្វារផាំងហើយក៏បញ្ជាកូនចៅឲ្យបើករថយន្តចេញទៅយ៉ាងលឿនលោកលែងខ្ញុំឆាប់ដាក់ខ្ញុំចុះណាលោកឯងឈួតឬក៏យ៉ាងម៉េចហ្នឹងហើយទីពួកអ្នកចាប់ចម្រិតពេលដឹងអូនត្រូវទៅជាមួយបងអត់ទេខ្ញុំចង់ទៅផ្ទះរបស់ខ្ញុំវិញកាយមុំស្កាត់មិននិយាយអ្វីដៃតូចរបស់នាងក្រមុំយកមកចុងពត់ចូលគ្នាចំណែកឯអ្នកម្ខាងទៀតបានតែយំអណ្ដើរអណ្ដោកហូរទឹកភ្នែករហ័សរត់តែកម្លាំងរើបំរាស់គ្មានលេងខ្ញុំចង់ទៅផ្ទះវិញលោកគ្មានសិទ្ធិធ្វើបែបនេះដាក់ខ្ញុំទេណាគេនៅតែមួយស្ដីដដែលមនុស្សមកមមនៅតែចាប់ដៃនាងចងជាច្រើនជាន់ស៊ីតាឈឺក៏មានតែហូរទឹកភ្នែករឿងភ្លាមពេកនាងត្រូវមនុស្សមិនស្គាល់មុខធ្វើបែបនេះដាក់នាងទទួលយកមិនបានពិតមែននៅម៉ោង1រសៀលកោះហាវ៉ៃសហរដ្ឋអាមេរិកដែនកោះដែលគ្របដណ្ដប់ទៅដោយរុក្ខជាតិបៃតងខៀវខ្ចីក្រាស់ខ្មឹកជាប់នឹងដៃសមុទ្រដ៏ធំល្វឹងល្វើយវាគឺជាដែនដីដ៏ស័ក្តិសមបំផុតសម្រាប់គូស្នេហ៍មកក្រេបទឹកឃ្មុំក៏ដូចជាមកដំណើរកម្សាន្តដើម្បីបង្កើតភាពផ្អែមល្ហែមយ៉ាងរ៉ូមែនទិកជាមួយគ្នានៅពីក្រោយភាពស្រស់ស្អាតនៃដែនកោះមួយនេះវាក៏លាក់កំបាំងនៅរឿងរ៉ាវរបស់ពួកសង្គមងងឹតដែលជាពួកម៉ាហ្វីជាច្រើនផងដែរជាបណ្ដុំសម្បុកដែលពួកនេះប្រមូលផ្ដុំនិងចូលចិត្តរស់នៅរីឯពួកអ្នកមាននិងរំដាប់មហាសេដ្ឋីក៏មកសាងសង់ផ្ទះលំហែនៅទីនេះដូចគ្នាដែលជាហេតុធ្វើឲ្យដែនដីកោះមួយនេះមានកេរ្តិ៍ឈ្មោះល្បីល្បាញជុំវិញពិភពលោកនាពេលយប់ស្ងាត់ផ្ទៃមេឃក៏ប្រែជាងងឹតសូនឈឹងទាំងអស់ទឹកសន្សើមក៏ធ្លាក់ចុះមកគ្របដណ្ដប់លើដែនកោះមួយនេះទាំងមូលហើយចំនួនខ្យល់រំហោចបក់មកពីនីសមុទ្រក៏ត្រជាក់ស្រេបស្រាវដល់ឆ្អឹងខ្នងស្រាប់ពេលដែលរថយន្តសេរីទំនើបចុងក្រោយគេបង្អស់ចងហ្វ្រាំងបញ្ឈប់យ៉ាងទាន់ហន់អាត្រេចុះពីលើរថយន្តទាំងទឹកមុខមាំមិនខុសពីមនុស្សផ្ដាច់ការ